និយាយតែម្នាក់ឯងអញ្ចឹងសម្លាញ់គ្នាមិនកើតអីនោះទេតែមុនហ្នឹងគ្នាបានដេកយល់សពឃើញថាមានលោកធដុងមួយអង្គបាននិយាយប្រាប់រឿងរ៉ាវក្នុងព្រៃអាគមនេះថាទៅខាងមុខវាពិតជាជួបគ្រោះថ្នាក់ខ្លាំងណាស់សម្លាញ់ហើយលោកតាធដុងក៏បានឲ្យខ្សែកមកខ្ញុំទៀតផងសម្លាញ់ខ្ញុំតែងទៅលើចាស់និយាយតគ្នាថាភ្នំនឹងក្រោយផ្ទះយើងមានកំណប់បើសិនជាយើងបានកំណប់នោះមែនគ្រួសារយើងនឹងក្លាយជាអ្នកមានហើយណាពងប៉ុន្តែខ្ញុំនៅតែឆ្ងល់ហេតុអីបានជាគ្មាននរណាទៅយកកំណប់នោះមកបានអញ្ចឹងពងនេះកូនកំណប់នោះមិនមែនងាយដូចជាកូនគិតទេច្រើនឆ្នាំមុននេះមានមនុស្សជាច្រើនណាស់ដែលនាំគ្នាចូលទៅយកកំណប់នោះប៉ុន្តែគ្មាននរណាម្នាក់សល់ជីវិតត្រឡប់មកវិញទេមិនអញ្ចឹងពងដោយសារតែកំណប់នោះជាកំណប់ដែលបន្សល់ទុកពីព្រះរាជាជំនាន់មុនណាកូនពេលនោះប្រទេសយើងជួបនៅសង្គ្រាមឈ្លានពានពីប្រទេសជិតខាងទើបព្រះរាជាជំនាន់មុនបញ្ជាឲ្យគេដឹកទៅលាក់នៅក្នុងរូងភ្នំខាងក្រោយនោះហើយមានអធិវិញ្ញាណកំណាចនិងសត្វសាហាវជាច្រើនដែលនៅចាំការពារខ្ញុំមិនយល់ទេពងអាថ័ននឹងជាស្អីដែរទៅពងអាថ័នជាវិញ្ញាណមនុស្សដែលសុកចិត្តសម្លាប់ខ្លួនដើម្បីនៅចាំការពារកំណប់ដោយមានការរៀបចំពីព្រំបរោហិតធ្វើពិធីសូត្របល័យពាត់សីមាដើម្បីឃុំក្រងវិញ្ញាណអ្នកដែលស្លាប់ឲ្យនៅជួយការពារកំណប់នៅទីនោះរហូតណាកូនពងខ្ញុំពិតជាចង់ទៅកន្លែងនោះខ្លាំងណាស់មិនថាជួបការលំបាកឧបសគ្គឬក៏គ្រោះថ្នាក់អ្វីនោះទេខ្ញុំមិនខ្លាចទេពុកមិនហាមឃាត់កូនទេតែទៅទីនោះវាផ្សងនឹងគ្រោះថ្នាក់ខ្លាំងណាស់ណាកូនកុំបារម្ភអីពងខ្ញុំមិនអីទេបន្ទាប់ពីឪពុកនិយាយរឿងរ៉ាវប្រាប់ចប់សពគ្រប់អស់ហើយនេះក៏បានលាឪពុកចេញទៅបបួលមិត្តសម្លាញ់ដែលនៅក្បែរផ្ទះគ្នានោះដើម្បីធ្វើដំណើរទៅស្វែងរកកំណប់នៅឯព្រៃអាថ័នសម្លាញ់ថ្ងៃនេះទៅណាមកណាបានជាមកដល់ផ្ទះគ្នាហ្នឹងចូលមកអង្គុយលេងសិនមកក្មួយមានធុរៈអ្វីដែរតើឪពុកម្ដាយរបស់ក្មួយសុខទុក្ខយ៉ាងណាដែរមួយរយៈនេះមីងមិនសូវបានទៅលេងនោះទេព្រោះមីងជាមួយនឹងវត្តរវល់ការងារចំការច្រើនពេកបានមិនអីទេមីងឪពុកម្ដាយខ្ញុំគាត់សុខសប្បាយជាធម្មតាទេខ្ញុំមកនេះគឺចង់មកបបួលវ៉ានទៅរកកំណប់នៅឯព្រៃអាថ័នមិនអីទេក្មួយប៉ុន្តែទៅទីនោះវាមានគ្រោះថ្នាក់ខ្លាំងណាស់គ្មានអ្នកណាម្នាក់ហ៊ានចូលទៅទីនោះទេហើយរឿងនេះមីងមិនមែនជាអ្នកសម្រេចចិត្តទេអាស្រ័យទៅលើវ៉ាតជាអ្នកសម្រេចចិត្តទៅចុះយ៉ាងម៉េចទៅហើយសម្លាញ់ឯងព្រមទៅជាមួយគ្នាឬក៏អត់គ្រាន់នឹងបានជាគ្នាបើយើងទាំងពីរនាក់យកបានកំណប់នោះមែនគ្រួសារយើងនឹងក្លាយជាអ្នកមានជាមិនខានទេសម្លាញ់ប៉ុន្តែខ្ញុំបារម្ភពីម្ដាយខ្ញុំណាស់សម្លាញ់អើយគាត់ចាស់ហើយសុខភាពក៏មិនសូវល្អដែរបើខ្ញុំទៅជាមួយសម្លាញ់ឯងម្ដាយខ្ញុំគាត់នឹងនៅម្នាក់ឯងហើយណាមួយគាត់មានតែខ្ញុំម្នាក់ឯងទេដែលរាល់ថ្ងៃនេះអាចជួយមើលការងារផ្ទះគាត់ហើយនឹងមើលថែគាត់បានមិនអីទេណាកូនកុំបារម្ភពីម៉ែអីពេលកូនមិននៅម៉ែនឹងទៅរកមីងឯងមកនៅជាមួយណាកូនបាទម៉ែអញ្ចឹងខ្ញុំអស់បារម្ភហើយបើបានមីងមកនៅជាមួយគ្រាន់នឹងបានមើលថែម៉ែអញ្ចឹងខ្ញុំលាសិនហើយណាម៉ែមើលថែសុខភាពផងកុំបារម្ភពីខ្ញុំអីម៉ែខ្ញុំនឹងត្រឡប់មកវិញដោយសុខសាន្តតោះសម្លាញ់យើងឆាប់ចេញដំណើរទៅកុំឲ្យយប់ទាន់បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅដល់ព្រៃមួយកន្លែងដែលពោពេញទៅដោយសត្វសាហាវនិងវិញ្ញាណចង់អាឃាតជាច្រើនដែលរក្សានៅតំបន់ព្រៃភ្នំនេះណែសម្លាញ់គ្នាគិតថាយើងធ្វើដំណើរមកដល់ឆ្ងាយហើយមេឃក៏ជិតងងឹតទៅហើយដែរសម្លាញ់យប់នេះយើងនឹងសម្រាកនៅទីនេះហើយនៅទីនេះមានដើមឈើធំល្អណាស់មានសម្លេងសត្វឆ្លងឆ្លើយគ្នាពេញព្រៃអាសម្លាញ់ណាគ្នាតាំងពីមកដល់ព្រៃនេះមកមានអារម្មណ៍ថាដូចជាអត់សូវស្រួលមិនទេវ៉ៃព្រឺឆាន់ខ្នងដល់ហើយ
ចេះមកបំភ័យគ្នាឯងទៅកើតដែរកុំគិតច្រើនពេកមើលដេកទៅយកកម្លាំងធ្វើដំណើរនៅថ្ងៃស្អែកតទៀតឯងដេកមុនទៅចាំគ្នាធ្វើពិធីពាត់សីមាការពារចប់ហើយបានគ្នាដេកក្រែងលោមានខ្មោចព្រាយអសូរកាយនិងសត្វខ្លាពស់អីមកយាយីទុកគ្រាន់នឹងបានការពារខ្លួនដល់ពេលយប់ជ្រៅបន្តិចស្រាប់ទៅឮសំឡេងខ្យល់កន្ត្រាក់សត្វហើពេញព្រៃឆ្កែចចកចាប់ផ្ដើមលូសំឡេងព្រៃបំពេកូនសាច់ឮយ៉ាងទ្រហឹកស្ដាប់ឮដូចគ្នាទេហ៎សំឡេងអីយំឡើងទៅហឹងពេញព្រៃយ៉ាងនេះគ្នាលឺតាហើយយ៉ាងម៉េចហើយឯងមិនជឿគ្នាទេថាមានសត្វសាហាវនិងខ្មោចអាបអីនោះគ្នាជឿឲ្យសម្លាញ់ឲ្យគ្នាសុំទោសផងណានៅឲ្យស្ងៀមទៅកុំតែខ្លាចអីទុកឲ្យគ្នាជាអ្នកចាត់ការនមោពុទ្ធេយៈនមៈអឧ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 ពិតជាប្រកាយមែនសម្លាញ់បាត់សម្លេងអស់ហើយពេលព្រឹកឡើងពួកគេទាំងពីរនាក់ក៏បានចេញដំណើរឆ្លងពីព្រៃមួយចូលទៅព្រៃមួយទៀតណែអាសម្លាញ់សម្រាប់នៅទីនេះយកកម្លាំងបន្តិចសិនទៅយើងក៏ដែរឆ្លងព្រៃមកឆ្ងាយហើយដែរចាំបាត់ហត់ចាំយើងបន្តដំណើរទៅមុខបន្តទៀតណាមួយមិនដឹងថាព្រៃខាងមុខយើងជួបឧបសគ្គអីខ្លះទេហើយគ្នាចុកជើងខ្លាំងណាស់សម្លាញ់មិនអីទេសម្លាញ់បើឯងចុកជើងយើងក៏សម្រាកនៅទីនេះបន្តិចសិនទៅហើយចាំមកសន្ទុះទៀតចាំយើងបន្តដំណើរទៅមុខទៀតណាមួយនៅទីនេះក៏មានដើមឈើធំសម្រាប់ឲ្យយើងសម្រាកនិងជ្រកម្លប់ដែរដោយសារតែអស់កម្លាំងពេកពួកគេទាំងពីរនាក់ក៏បានដេកលង់លក់នៅក្នុងគ្រានោះទៅរំពេចនោះនាយវ៉ាន់គេក៏បានសុបិនឃើញលោកធុដុងមួយអង្គកំពុងតែចង្ក្រមភាវនាធម៌នៅក្រោមដើមឈើធំមួយហើយលោកក៏បានមានសង្ឃដីកាប្រាប់រឿងរ៉ាវជាច្រើននៅក្នុងព្រៃអាថ័ន្តទៅប្រាប់វ៉ាន់ញោមទៅណាមកណាបានជាមកដល់ព្រៃអាថ័ន្តនេះញោមក ណាលោកអើខ្ញុំកណាមកទីនេះដើម្បីស្វែងរកកំណប់ពីព្រោះឮថាព្រៃនេះមានកំណប់ដែលបន្សល់ទុកពីព្រះរាជាចំនួនមុន ញោមដឹងថាព្រៃនេះវាមានគ្រោះថ្នាក់ប៉ុណ្ណាទេអ្វីដែលញោមជួបកន្លងមកគឺវាគ្រាន់តែជាការសាកចិត្តប៉ុណ្ណោះតែទៅផ្លូវខាងមុខទៀតវាពោពេញទៅដោយគ្រោះថ្នាក់ខ្លាំងណាស់ណាញោមមានទាំងខ្លាទាំងពស់វែងនិងខ្មោចអាបស៊ីមនុស្សថែមទៀតផងណាញោមខ្ញុំកណាអរគុណលោកឪណាស់ដែលបានប្រាប់ដល់កណាញោមត្រូវតែប្រយ័ត្នខ្លួនឲ្យខ្ពស់ណាញោមអាត្មានឹងជូនខ្សែកកថានេះឲ្យទៅញោមទុកថែរក្សាដើម្បីគ្រាន់នឹងបានការពារខ្លួននៅពេលដែលមានភ័យអាសន្នកើតឡើងតែញោមត្រូវតែចាំនៅបណ្ដាំអាត្មាញោមត្រូវមានចិត្តស្មោះត្រង់កុំមានចិត្តលោភលន់កុហកឆបោកសម្លាញ់ណាភ្ញាក់ឡើងឯងកើតអីបានចេះដេកមកមើលនិយាយតែម្នាក់ឯងអញ្ចឹងសម្លាញ់គ្នាមិនកើតអីនោះទេតែមុនហ្នឹងគ្នាបានដេកយល់សប្តិឃើញថាមានលោកធុដុងមួយអង្គបាននិយាយប្រាប់រឿងរ៉ាវក្នុងព្រៃអាគមនេះថាទៅខាងមុខវាពិតជាជួបគ្រោះថ្នាក់ខ្លាំងណាស់សម្លាញ់ហើយលោកតាធុដុងក៏បានឲ្យខ្សែកមកខ្ញុំទៀតផងសម្លាញ់ដើម្បីទុកការពារខ្លួនគ្នាឯនេះខំទៅភ័យស្មានតែឯងកាត់អីនតាឃើញឯងនិយាយតែម្នាក់ឯងមកមើលមកមាយតោះសម្លាញ់យើងក៏សម្រាកយូរដែរហើយយើងឆាប់ចេញដំណើរទៅកុំឲ្យយប់ទាន់ពីព្រោះទៅខាងមុខទៀតដល់តំបន់ដែលព្រាយខ្លារស់នៅហើយម្យ៉ាងទៀតយើងឆាប់ទៅរកមើលដើមឈើណាដែលខ្ពស់គួរសមល្មមធ្វើជារៀនសម្រាប់សម្រាកទៅសម្លាញ់